បាទសួស្តីអ្នកខ្លះអ្នកនេះត្រឡប់មកជួបគ្នាម្ដងទៀតជាមួយនឹងរឿងព្រេងនិទានអ្នកប្រយុទ្ធទៅកាន់ឋានសួគ៌រដូវកាលទី12ភាគទី6បាទជាងការពិភាក្សាមុនយើងដឹងហើយថាបន្ទាប់ពីស៊ីវយិនបានយកឈ្នះទៅលើលៃតុងហើយថែមទាំងបានអាចទទួលបានមួយក្បាច់ពីលៃយិញដែលជាមេគ្រួសារតកូលលៃទៀតផងបាទលៃយិញឃើញថាអត់មានខឹងអីទេកាន់តែសប្បាយចិត្តនៅពេលដែលបានផ្លាស់ប្ដូរថ្មីដែរជាមួយនឹងស៊ីវយិនចឹងទៅប៉ុន្តែក្នុងពេលជាមួយគ្នានោះដែរគូយួនដែលជាមេគ្រួសារតកូលគូនោះក៏បានដឹងថាមាននរណាម្នាក់កំពុងតែមកលួចមើលពីសកម្មភាពនៅក្នុងពិភពនៃគ្រួសារតកូលគូហើយគេម្នាក់ហ្នឹងគឺជាមេគ្រួសារតកូលហ៊ុនដែលមានឈ្មោះហៅថាហ៊ុនធីនទីបាទចឹងហើយមិនមែនគេមកតែឯងទេតែពិតគឺមានគ្នាមកចំនួនដែរឃើញថាមហាទេពប្រយុទ្ធទាំង4ហ្នឹងមហាទេពបិសាចទាំង4របស់គ្រួសារតកូលហ៊ុនក៏បានមកជាមួយដែរហើយនឹងដាត់ភ្លើងលេបសមោលក៏បានមកដែរបាទហើយប៉ុន្តែនៅពេលដែលពួកគេបានបង្ហាញខ្លួនឡើងឃើញថាអ្នកទាំងអស់ហ្នឹងអត់មានចេតនាដើម្បីមកធ្វើការវាយប្រហារទេធ្វើឲ្យស៊ីវយិនមានចងល់យ៉ាងខ្លាំងថាពួកមនុស្សរបស់គ្រួសារតកូលហ៊ុនគឺមិនមែនចេះតែធ្វើអ្វីដែលគ្មានប្រយោជន៍នោះឡើយបាទអញ្ចឹងហើយគេក៏បានស្រែកប្រាប់ទៅកាន់គូយួនឲ្យប្រយ័ត្នអំពីរឿងដែលពាក់ព័ន្ធជាមួយនឹងគុជបុរាណធូសឺហើយមុននឹងគូយួនបានបញ្ចេញសម្រែកបញ្ជាទៅកាន់កូនចៅឲ្យមើលថែគុជនឹងឲ្យបានល្អស្រាប់តែមានដំណឹងសម្លេងប្រកាសដំណឹងនឹងចេញមកពីសាលបុព្វបុរសបាត់ទៅហើយបាទអូខេអញ្ចឹងយើងចាំមើលថាតើមានរឿងអ្វីកើតឡើងទៀតចូលទៅស្ដាប់សាច់រឿងជាបន្តតែម្ដងសម្លេងដាស់តឿនភ្លាមនោះគឺបានលាន់លឺនៅក្នុងពិភពនៃគ្រួសារត្រកូលគូទាំងមូលវាបានធ្វើឲ្យទឹកមុខរបស់សមាជិកនៃគ្រួសារត្រកូលគូទាំងអស់មានការប្រែប្រួលយ៉ាងខ្លាំងហ៊ុនធានទីទឹកមុខរបស់គូយួនគឺបានប្រែទៅជាត្រជាក់ដូចជាទឹកកកកាយភ្នែករបស់គេបានសម្លឹងមើលទៅកាន់ហ៊ុនធានទីផ្ទៃមេឃទាំងមូលក៏បានប្រែទៅជាស្រអាប់ភ្លាមមានធម្មពលធម្មជាតិដ៏មហិមាបានបក់បោកចេញមកពីខាងក្រោយខ្នងរបស់គេដោយវាបានតភ្ជាប់រវាងមេឃហើយនឹងដីនៅពេលដែលសម្លឹងមើលពីចម្ងាយវាប្រៀបបានទៅនឹងរលកធម្មពលដែលមិនចេះរីងស្ងួតមួយរលកធម្មពលធម្មជាតិគឺបានកើតមានឡើងនៅពេលដែលមានហេតុការណ៍ដ៏ចម្លែកបានកើតឡើងប៉ុណ្ណោះរូបភាពដ៏អស្ចារ្យមួយនេះក៏ជាអ្វីដែលធម្មពលរបស់មនុស្សមិនអាចធ្វើវាបានដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយរលកធម្មពលមួយនេះដែលមិនបានកើតមានអស់រយៈពេល100ឆ្នាំមកហើយគឺត្រូវបានបង្កើតឡើងដោយគ្រាន់តែការគិតរបស់គូយួនប៉ុណ្ណោះធម្មពលរបស់មហាទេពប្រយុទ្ធផ្កាយ9គឺពិតជាគួរឲ្យខ្លាចបែបនេះមែនរលកនៃធម្មពលដែលមើលទៅហាក់ដូចជាគ្មានទីបញ្ចប់នោះគឺបានគួចឡើងជាបន្តបន្ទាប់ហើយសម្ពាធរបស់វាដែលបានបក់បោកចេញទៅគឺបានធ្វើឲ្យសូម្បីតែហ៊ុនយ៉ាហើយនៅអ្នកដទៃទៀតដែលជាមហាទេពបិសាចទាំង4នៃគ្រួសារត្រកូលហ៊ុនក៏ត្រូវមានទឹកមុខប្រែទៅជាស្រអាប់ផងដែរពួកគេមិនមានការសង្ស័យនោះទេបើសិនជាពួកគេធ្វើការវាយប្រហារមើលទៅអ្នកទាំង4នោះគឺមិនអាចទប់ទល់បានចំនួន2-3ក្បាច់ផងជាមួយនឹងគូយួនរាងកាយហើយនឹងវិញ្ញាណរបស់ពួកគេក៏នឹងត្រូវបានកំទេចគ្មានសល់អ្វីឡើយស្ថិតនៅក្រោមសម្ពាធដ៏គួរឲ្យខ្លាចបែបនោះអ្នកដែលអាចបន្តនៅស្ងៀមនៅពេលដែលត្រូវប្រឈមមុខជាមួយនឹងរលកធម្មពលដែលបានបង្កើតឡើងដោយគូយួនគឺមានតែហ៊ុនធានទីហើយនឹងអណ្ដាតភ្លើងលាបស្រមោលតែប៉ុណ្ណោះលោកម្ចាស់លោកព្រឹទ្ធាចារ្យគូយ៉ាងបានធ្វើឲ្យព្រឹទ្ធាចារ្យនៅឯសាលបុព្វបុរសមានរបួសហើយលួចយកគុជបុរាណទៅបាត់ទៅហើយទឹកមុខរបស់គូយួនកាន់តែត្រជាក់ក្នុងខណៈពេលដែលមានពន្លឺមួយបានសម្រុកចេញមកពីទីដ៏ជ្រៅបំផុតនៃជួរភ្នំរាងកាយដែលមានសភាពវេទនាមួយបានប្រញាប់បំលាស់ទីចូលមកហើយបញ្ចេញសម្រែកឡើងថាម៉េចគ្រួសារត្រកូលគូទាំងមូលបានប្រែទៅជាមានភាពរំជើបរំជួលក្រោយពេលដែលសម្រែកមួយនោះបានបន្លឺឡើងកែវភ្នែករបស់អ្នកទាំងអស់នោះគឺពោពេញទៅដោយភាពដែលមិនចង់ជឿព្រឹទ្ធាចារ្យគូយ៉ាងអញ្ចឹងឬតើវាអាចទៅរួចដោយរបៀបណាទឹកមុខរបស់ស៊ុនអឺក៏មានការប្រែប្រួលយ៉ាងខ្លាំងផងដែរនៅក្នុងគណៈពេលនេះតើមានរឿងអ្វីកើតឡើងតើព្រឹទ្ធាចារ្យគូយ៉ាងគឺជាអ្នកយកការរបស់គ្រួសារត្រកូលហ៊ុនអញ្ចឹងឬទឹកមុខរបស់សៀវយៀនគឺស្រអាប់គ្រួសារត្រកូលហ៊ុននេះពិតជាមានជំនាញនៅក្នុងការប្រើល្បិចមែនគូយ៉ាងគឺជាព្រឹទ្ធាចារ្យទី2នៅឯសាលបុព្វបុរសគាត់គឺជាអ្នកការពារសាលបុព្វបុរសអស់រយៈពេល100ឆ្នាំមកហើយតើគាត់អាចលួចយកនៅគុជបុរាណហើយរត់គេចខ្លួនបានយ៉ាងម៉េចទៅស៊ុនអឺបាននិយាយរអ៊ូដាក់ខ្លួនឯងបើមើលទៅតាមហេតុការណ៍មួយនេះនាងគួរតែមានទំនាក់ទំនងខ្លះជាមួយនឹងព្រឹទ្ធាចារ្យគូយ៉ាងលើពីនោះទៅទៀតនាងថែមទាំងមានការជឿជាក់ទៅលើគេទៀតផងតើរឿងនេះឯងគឺជាអ្នកធ្វើមែនទេ
កែភ្នែកដ៏ត្រជាក់ដូចជាតកករបស់គូយួនបានសម្លឹងមើលទៅកាន់ផ្ទៃមុខដែលកំពុងតែមានស្នាមញញឹមរបស់ហ៊ុនធានទីមុនពេលដែលគេបានសួរចេញទៅហ៊ុនធានទីនៅតែញញឹមទោះបីជាយ៉ាងណាក៏ដោយគេមិនបានហាមាត់និយាយអ្វីឡើយស្របពេលជាមួយគ្នានោះផងដែរគេក៏មិនមានបំណងចង់បែរខ្លួនហើយចាក់ចេញទៅវិញទៀតផងដរាបណាដែលគេឈរនៅទីនេះគូយួនច្បាស់ជាមិនហ៊ានដកខ្លួនចេញពីទីនេះដូចគ្នានេះក៏ព្រោះតែភាគីម្ខាងទៀតអាចយល់បានយ៉ាងច្បាស់ថាបើសិនជាគេចាក់ចេញទៅប្រកាសជាគ្មាននរណាម្នាក់អាចរារាំងស្ទះគេឲ្យនៅកន្លែងនេះទៀតឡើយគូយួនពិតជាបានយល់នៅបំណងរបស់ហ៊ុនធានទីភាពត្រជាក់ដែលមាននៅលើផ្ទៃមុខរបស់គេក៏បានបាត់ទៅវិញជាមួយនឹងធម៌ពលរបស់គេកម្រិតនេះចិត្តរបស់គេក៏ប្រកាសជាមានភាពរឹងមាំដូចជាថ្មយ៉ាងនៅដែរបើទោះបីជាគុជបុរាណបានបាត់ទៅហើយក៏ដោយក៏វាមិនអាចធ្វើឲ្យគេនៅតែបន្តមានការខឹងសម្បាបានយ៉ាងនេះដែរឆាប់បិទពិភពគ្រួសារត្រកូលគូទៅពលលោកទាំង3នាក់ឆាប់នាំកងទ័ពពណ៌ខ្មៅហើយធ្វើការស្វែងរកភ្លាមដាច់ខាតត្រូវតែរកគូយ៉ាងឲ្យឃើញគូយួនបានហាមាត់របស់គេស្រែកបញ្ជាចេញទៅទទួលបញ្ជាព្រឹត្តិការណ៍អមតៈទាំង3នៃគ្រួសារត្រកូលគូបាននាំគ្នាឆ្លើយតបភ្លាមនៅពេលដែលពួកគេបានឮបែបនេះទោះបីជាយ៉ាងណាក៏ដោយគ្រាន់តែពួកគេទាំង3នាក់ចាប់ផ្ដើមកម្រើកខ្លួនភ្លាមមហាទេពបិសាចទាំង4របស់គ្រួសារត្រកូលហ៊ុនក៏បានបំលាស់ទីទៅមុខផងដែរបើមើលទៅតាមរូបភាពមួយនេះពួកគេគឺមានបំណងចង់បញ្ឈប់ព្រឹត្តិការណ៍ទាំង3នាក់នោះមែនគូយួនមនុស្សទាំង3នាក់នេះមិនអាចចាក់ចេញទៅបានឡើយហ៊ុនធានទីបានបញ្ចេញសំណើចវាមិនមែនជាអ្វីដែលអាចធ្វើបានទៅតាមការនិយាយរបស់ឯងនោះទេគូយួនបាននិយាយចេញទៅដោយសំឡេងយ៉ាងត្រជាក់ហើយភ្លាមនោះគេក៏បានបោះជំហានទៅមុខរលកថាមពលដែលគ្មានទីបញ្ចប់ដែលនៅពីក្រោយគេនោះគឺបានគួចឡើងយ៉ាងខ្លាំងវាបានប្រែទៅជាបាតដៃខ្យល់ដ៏ធំដែលមានទំហំ100,000 ហ្វីតក្នុងខណៈពេលដែលវាបានទះទៅលើហ៊ុនធានទីលំហអាកាសដែលបាតដៃខ្យល់មួយនោះបានឆ្លងកាត់គឺបានប្រែទៅជាញ័ររញ្ជួយយ៉ាងខ្លាំងគ្រាន់តែជាការវាយប្រហារដ៏ធម្មតារបស់អ្នកខ្លាំងកម្រិតនេះប៉ុណ្ណោះក៏វាអាចធ្វើឲ្យលំហអាកាសប្រេះបែកបានយ៉ាងងាយស្រួលដែរនៅទីបំផុតឯងទ្រាំលេងបានហើយចង់ធ្វើការប្រយុទ្ធគ្នាហើយមែនទេទោះបីជាយ៉ាងណាក៏ដោយសារតែឯងគួរតែដឹងហើយថារឿងនេះគឺវាមានផលប៉ះពាល់មកលើយើងតែបន្តិចបន្តួចប៉ុណ្ណោះហ៊ុនធានទីបានបញ្ចេញស្នាមញញឹមក្រោយពេលដែលគេមើលឃើញនៅការវាយប្រហារដ៏រង្គើមេឃរញ្ជួយដីរបស់គូយួនគេបានលើកបាតដៃឡើងមុនពេលដែលមានប្រហោងខ្មៅមួយបានកើតមានឡើងនៅលើបាតដៃរបស់គេវាបានពង្រីកខ្លួនរហូតដល់ទំហំ100,000 ហ្វីតហើយគ្របដណ្ដប់នៅជុំវិញពិភពមួយនេះទាំងមូលតែម្ដងនៅពេលដែលឃើញនៅប្រហោងខ្មៅមួយនោះសូម្បីតែសៀវយានហើយនិងអ្នកដទៃទៀតក៏មានអារម្មណ៍រងាញាក់នៅក្នុងចិត្តរបស់ពួកគេផងដែរអ្នកទាំងអស់នោះគ្មានការសង្ស័យឡើយថាបើសិនជាខ្លួនឯងធ្លាក់ចូលទៅក្នុងទីនោះសូម្បីតែវិញ្ញាណរបស់ពួកគេក៏នឹងត្រូវរលាយបាត់ភ្លាមតែម្ដងដៃខ្យល់ដ៏ធំដែលស្ថិតនៅលើមេឃពីចម្ងាយបានចូលទៅបំបុកគ្នាមួយទំហឹងជាមួយនឹងប្រហោងខ្មៅគ្មានការផ្ទុះឡើងបានកើតមានឡើងនោះទេមានត្រឹមតែស្នាមព្រះអវកាសហើយនឹងថាមពលកំតិចតែប៉ុណ្ណោះដែលកើតមានឡើងនេះបើសិនជាមិនមែនដោយសារតែពិភពនៃគ្រួសារត្រកូលគូត្រូវបានពង្រឹងថាមពលក្នុងរយៈពេលជាង 1000 ឆ្នាំមកហើយនោះទេការប្រយុទ្ធគ្នាលើកនេះប្រកាសជាបានធ្វើឲ្យលំហអាកាសទាំងមូលប្រេះបែកខ្ទេចជាមិនខាននៅពេលដែលមើលឃើញគូយួនពិតជាបានធ្វើការវាយប្រហារទៅលើហ៊ុនធានទីបែបនេះទឹកមុខរបស់យានជីនហើយនឹងលៃយីងក៏បានប្រែទៅជាខូចត្រង់ទ្រាយបន្តិចផងដែរពួកគេបានសម្លឹងមើលមុខគ្នាទៅវិញទៅមកមុនពេលដែលពួកគេបានងក់ក្បាលភ្លាមទង្វើរបស់គ្រួសារត្រកូលហ៊ុនគឺពិតជាបានបញ្ជាក់យ៉ាងច្បាស់ថាគោលដៅរបស់ពួកគេគឺជាគ្រួសារបុរាណទាំងអស់ហើយដោយសារតែពួកគេហ៊ានធ្វើការវាយប្រហារមកលើគ្រួសារត្រកូលហ៊ុនទៅហើយនោះគ្រួសារត្រកូលលីហើយនិងគ្រួសារត្រកូលយានក៏ប្រកាសជាបានជួបជាមួយនឹងជោគវាសនាដូចគ្នាផងដែរនាពេលអនាគតជាមិនខានសម្រុកចូលសម្រេចរបស់យានជីនហើយនឹងលៃយីងគឺបានបន្លឺឡើងភ្លាមចំហាយនៃថាមពលរបស់មហាទេពប្រយុទ្ធផ្កាយ8ដ៏គួរឲ្យខ្លាចគឺបានបញ្ជូនទៅក្នុងផ្ទាំងពពកសម្ពាធដែលបានបញ្ចេញមកពីវាគឺពិតជាបានធ្វើឲ្យលំហអាកាសត្រូវបានបន្លឺចេញដោយសម្លេងប្រេះបែកអត្តពលដែលបានកើតឡើងនៅការវាយប្រហាររួមគ្នាដោយពួកគេទាំងពីរនាក់គឺពិតជាខ្លាំងសម្បើមណាស់សរុបមកក្រៅពីគូយួនហ៊ុនធានទីហើយនឹងអណ្ដាតភ្លើងលាបស្រមោលចេញទៅពួកគេគឺជាអ្នកដែលខ្លាំងបំផុតនៅក្នុងទ្វីបមួយនេះហើយក្នុងខណៈពេលដែលក្រុមមនុស្សទាំងពីរនាក់របស់យានជីនបំរុងនៅធ្វើការវាយប្រហារ
អណ្ដាតភ្លើងលៀបស្រមោលដែលបានចូលនៅស្ងៀមជាយូរមកហើយនោះក៏បានបញ្ចេញសំណើចឡើងគេបានបំលាស់ទីទៅមុខមុនពេលដែលបានទៅបង្ហាញខ្លួននៅចំពោះមុខអ្នកទាំងពីរអ្នកនោះអណ្ដាតភ្លើងពណ៌ខ្មៅបានផ្ទុះចេញពីរាងកាយរបស់គេជាបន្តបន្ទាប់ហើយនៅទីបំផុតវាក៏បានប្រែទៅជានាគរាជពណ៌ខ្មៅធំធំមួយចំនួនដែលនៅព័ទ្ធជុំវិញរាងកាយរបស់គេមានសម្រែកនាគរាជមួយបានធ្វើឲ្យរង្គើមេឃទៀតផងក្រុមរបស់យានជីនបានបញ្ចេញសម្លេងក្រហមយ៉ាងត្រជាក់ក្រោយពេលដែលគេមើលឃើញអណ្ដាតភ្លើងលៀបស្រមោលចាប់ផ្ដើមធ្វើការវាយប្រហារបែបនោះបើទោះបីជាភាគីម្ខាងទៀតបានបោះជំហានចូលទៅកាន់កម្រិតមហាទេពប្រយុទ្ធផ្កាយ9ក៏ដោយក៏គេគ្រាន់តែជាមហាទេពប្រយុទ្ធផ្កាយ9ថ្នាក់ដំបូងប៉ុណ្ណោះនៅឯម្ខាងទៀតពួកគេទាំងពីរនាក់គឺសុទ្ធតែជាមហាទេពប្រយុទ្ធផ្កាយ8ថ្នាក់កំពូលហើយដូច្នេះហើយពួកគេច្បាស់ជាមិនចាញ់ព្រាបអណ្ដាតភ្លើងលៀបស្រមោលនោះទេបើសិនជាពួកគេរួមដៃគ្នាស៊ុនចាប់នាំអ្នកដតីហើយធ្វើការស្វែងរកនៅតាមជួរភ្នំភ្លាមទៅគូយ៉ាងប្រកាសជាមិនអាចគេចខ្លួនរួចនោះទេចាប់ខ្លួនគេឲ្យបានហើយដណ្ដើមយកគុជបុរាណមកវិញគូទៅដែលនៅលើមេឃគឺមានទឹកមុខដ៏គ្រួតគ្រាតក្នុងគណៈពេលដែលគេបានបញ្ចេញសម្រេចយ៉ាងខ្លាំងទៀតថាពួកព្រឹទ្ធាចារ្យដែលនៅសល់ទាំងអស់ឆាប់រៀបក្បួនដើម្បីការពារទីនេះត្រូវតែបិទច្រកចេញចូលពិភពនៃគ្រួសារត្រកូលគូហើយនឹងជួរភ្នំទាំងអស់ដាច់ខាតមិនឲ្យគ្រួសារត្រកូលហ៊ុនណាម្នាក់អាចមានឱកាសរត់គេចខ្លួនទៅវិញបាននោះទេព្រឹទ្ធាចារ្យជាច្រើនអ្នកដែលនៅលើមេឃបានឆ្លើយតបព្រមគ្នាក្រោយពេលដែលបានលើនៅសម្រេចរបស់គូទៅតើសំទុះការប្រយុទ្ធគ្នាដែលបានកើតមានឡើងនៅលើផ្ទៃមេឃគ្រាន់តែជាការស្ទាបស្ទង់គ្នាតែប៉ុណ្ណោះប៉ុន្តែពួកគេត្រូវតែមានការប្រុងប្រយ័ត្នជានិច្ចចំពោះកលល្បិចរបស់គ្រួសារត្រកូលហ៊ុនដូច្នេះហើយពួកគេមិនអាចបែកចែកអារម្មណ៍បានច្រើននោះទេលបងឈិញយ៉ាងឆាត់ធ្វើការស្វែងរកនៅឯតំបន់ជួរភ្នំទៅទឹកមុខរបស់ស៊ុនគឺមានភាពស្រអាប់ទាំងស្រុងនៅក្នុងគណៈពេលនេះកែវភ្នែករបស់នាងបានបែរសម្លឹងមើលទៅកាន់ក្រុមរបស់គូឈិញយ៉ាងក្នុងគណៈពេលដែលនាងបានបញ្ចេញសម្រែកឡើងទទួលបញ្ជាគូឈិញយ៉ាងហើយនឹងអ្នកដែលមានឋានៈខ្ពស់មួយចំនួននៃកងទ័ពពណ៌ខ្មៅបានប្រញាប់ស្រែកទទួលបញ្ជាភ្លាមក្រោយពេលដែលបានឮបែបនោះមានអណ្ដាតភ្លើងពណ៌ខ្មៅជាច្រើនបានសម្រុកទៅមុខសំទុះមានស្រមោលពណ៌ខ្មៅជាច្រើនបានសម្រុកទៅមុខដូចជាកងទ័ពបណ្ដោបក្នុងគណៈពេលដែលពួកគេបានសម្រុកចូលទៅកាន់ជួរភ្នំហើយចាប់ផ្ដើមធ្វើការស្វែងរកពីមួយកន្លែងទៅមួយកន្លែងទឹកមុខរបស់សៀវយានក៏បានប្រែទៅជាគ្រុតគ្រាតផងដែរក្នុងគណៈពេលដែលគេសម្លឹងមើលទៅកាន់គ្រួសារត្រកូលគូដែលត្រូវប្រឈមមុខជាមួយនឹងសត្រូវដ៏ធំភ្លាមបែបនេះបើទោះបីជាគ្រួសារត្រកូលហ៊ុនមិនបានបញ្ជូនកងទ័ពដ៏ធំមកទីនេះក៏ដោយក៏មនុស្សមួយចំនួននៅលើមេឃនោះគឺសុទ្ធតែជាអ្នកមានឋានៈខ្ពស់ប្រចាំគ្រួសារត្រកូលហ៊ុនទាំងអស់ខ្សែប្រយុទ្ធបែបនេះគឺខ្លាំងជាងជាច្រើនដងទៅនឹងពេលដែលពួកគេបានធ្វើការវាយប្រហារទៅលើគ្រួសារត្រកូលយ៉ៅលើពីនោះទៅទៀតសៀវយានគឺបានយល់ផងដែរថាបើទោះបីជាការប្រយុទ្ធនៅលើមេឃហាក់ដូចជាអាចកំទេចពិភពលោកបានក៏ដោយក៏ភាគីទាំងសងខាងគ្រាន់តែស្ទាបស្ទង់កម្លាំងរបស់ភាគីម្ខាងទៀតឬមួយក៏ជាការពន្យាពេលវេលាតែប៉ុណ្ណោះមូលហេតុដែលពួកគេបានពន្យាពេលច្បាស់ណាស់ថាគឺដោយសារតែគូយ៉ាងគ្រួសារត្រកូលហ៊ុនហាក់ដូចជាព្យាយាមអូសបន្លាយពេលវេលារហូតដល់គូយ៉ាងបង្ហាញខ្លួនហើយប្រគល់គុជបុរាណទៅឲ្យពួកគេក្នុងខណៈពេលដែលគ្រួសារត្រកូលគូបានពន្យាពេលដើម្បីស្វែងរកមនុស្សម្នាក់នោះហើយដណ្ដើមយកគុជបុរាណមកវិញហើយដូច្នេះហើយក្រុមដែលមានការប្រយុទ្ធដ៏សំខាន់បំផុតគួរតែជាគូយ៉ាងដែលជាមនុស្សបានលួចយកនៅគុជបុរាណមួយនោះស៊ុនតើថាមកពោះរបស់គូយ៉ាងគឺកម្រិតណាដែរកែវភ្នែករបស់សៀវយានបានសម្លឹងមើលទៅកាន់ជួរភ្នំបើទោះបីជាកងទ័ពពណ៌ខ្មៅបានធ្វើការស្វែងរកនៅជុំវិញទីកន្លែងនោះអស់ទាំងអស់ក៏ដោយក៏នៅតែមិនទាន់មានដំណឹងពីពួកគេឡើយរហូតមកដល់ពេលនេះភ្លាមនោះដែរសៀវយានក៏បានសួរទាំងជ្រុងចិញ្ចើមមហាទេពប្រយុទ្ធផ្កាយ5ថ្នាក់កំពូលស៊ុនបានខំសង្កត់ថ្មិញរបស់ខ្លួនឯងមុនពេលដែលនាងបានតបទៅវិញគូយ៉ាងម្នាក់នេះអាចចាត់ទុកបានថាគឺជាអ្នកខ្លាំងបំផុតម្នាក់នៅក្នុងគ្រួសារត្រកូលនោះនៅក្នុងត្រកូលគូតើនរណានឹងរំពឹងថាគេបែរជាហ៊ានធ្វើនៅរឿងបែបនេះទៅវិញតើធម៌ពលវិញ្ញាណរបស់គេបានឡើងដល់កម្រិតថាសួរល្អឥតខ្ចោះហើយឬនៅសៀវយានបានសួរបន្ថែមទៀតអូនគិតថាមិនទាន់ទេគេប្រហែលជានៅមានគម្លាតខ្លះពីកម្រិតមួយនោះស៊ុនមានការស្ទាក់ស្ទើរបន្តិចមុនពេលដែលនាងបានឆ្លើយតបការដែលហ្វឹកហាត់ធម៌ពលវិញ្ញាណរបស់មនុស្សម្នាក់រហូតដល់កម្រិតឋានសួគ៌ល្អឥតខ្ចោះគឺមិនមែនជារឿងងាយស្រួលនោះឡើយសូមអូនជួយឈរការពារបងផងសៀវយានបានប្រញាប់បង្រួមកាយភ្នែករបស់គេក្រោយពេលដែលគេបានឮបែបនេះបន្ទាប់មកគេក៏បានអង្គុយចុះនៅលើផ្ទៃមេឃ
រង្វង់វេទមន្តគឺត្រូវបានបង្កើតឡើងនៅលើដៃរបស់គេហើយវិញ្ញាណរបស់គេក៏បានបង្រួមជាមួយនឹង LNG ម្ដងទៀតភ្លាមៗនោះដែរធម្មពលវិញ្ញាណដ៏ខ្លាំងរបស់គេស្រាប់តែបានកើនធម្មពលឡើងហើយធម្មពលវិញ្ញាណដែលមើលមិនឃើញនោះក៏បានរីករាលដាលចេញទៅក្នុងខណៈពេលដែលវាបានចេញពីចិញ្ចើមរបស់សៀវយានដូចជាទឹកចំនួនយ៉ាងនោះដែរនៅទីបំផុតវាក៏បានពិនិត្យមើលទៅលើជួរភ្នំដ៏ធំមួយនោះក្នុងរូបភាពយ៉ាងលឿនជាទីបំផុតការគ្រប់គ្រងរបស់សៀវយានទៅលើធម្មពលវិញ្ញាណរបស់គេគឺអាចនិយាយបានថាមានកម្រិតខ្ពស់បំផុតបាត់ទៅហើយធម្មពលវិញ្ញាណដែលមានចំនួនច្រើនរាប់មិនអស់គឺបានគ្រប់ដណ្ដប់នៅពីលើជួរភ្នំទាំងមូលដោយអាស្រ័យថាវិញ្ញាណរបស់គេបានបង្រួបចូលជាមួយនឹង LNG វាបានធ្វើឲ្យធម្មពលវិញ្ញាណរបស់គេថែមទាំងអាចចាក់ទម្លុះចូលទៅខាងក្រោមបាតដីហើយប្រើកំអែលភ្នំភ្លើងនៅទីនោះចាប់យកសកម្មភាពផ្សេងៗបានទៀតផងដោយមានការជួយពី LNG ធម្មពលវិញ្ញាណរបស់សៀវយាននៅក្នុងពេលឥឡូវនេះគឺអាចគ្របដណ្ដប់នៅក្នុងរង្វង់ 10000 គីឡូម៉ែត្រដរាបណាដែលគូយ៉ាងមិនទាន់បានចេញផុតពីជួរភ្នំនេះទេគេពិតជាមិនអាចគេចផុតពីការតាមរកដោយធម្មពលវិញ្ញាណរបស់សៀវយានបានឡើយសុនអឺគឺអាចមានអារម្មណ៍ទទួលដឹងបានបន្តិចបន្តួចពីធម្មពលវិញ្ញាណដែលមើលមិនឃើញមួយនេះបានទម្លុះរាងកាយរបស់នាងក្រោយពេលដែលសៀវយានបានអង្គុយចុះនាងបានប្រញាប់ដើរចូលទៅជិតពី3ជំហានហើយផ្ទៃមុខរបស់នាងគឺបានបន្តសង្កេតមើលដោយប្រុងប្រយ័ត្នទៅជុំវិញបរិវេណនោះសុនអឺពួកយើងរកមិនឃើញទេគូឈិនយ៉ាងហើយនឹងអ្នកដទៃទៀតបានសម្រុកចូលមកពីគ្រប់ទិសដៅទាំងអស់ជាមួយនឹងទឹកមុខដែលអាក្រក់ក្នុងខណៈពេលដែលសៀវយានកំពុងតែធ្វើការស្វែងរកពួកគេបាននិយាយឡើងដោយការមិនអស់ចិត្តឡើយពួកគេគឺបានស្វែងរកនៅជួរភ្នំទាំងមូលប៉ុន្តែនៅតែមិនអាចរកឃើញគូយ៉ាងនោះទេសុនអឺបានជ្រុញចិញ្ចើមបន្ទាប់មកនាងក៏បានក្រវីដៃថ្នមៗកែភ្នែកដ៏ស្រស់ស្អាតរបស់នាងបានសម្លឹងមើលទៅកាន់សៀវយានបច្ចុប្បន្ននេះឪពុករបស់នាងហើយនឹងព្រឹត្តិការណ៍អមតៈទាំង3របស់គ្រួសារត្រកូលគូគឺកំពុងតែត្រូវបានរារាំងដោយគ្រួសារត្រកូលហ៊ុនអញ្ចឹងហើយតើពួកគេអាចស្វែងរកគូយ៉ាងឃើញឬក៏អត់នោះគឺអាស្រ័យទៅលើសៀវយានហើយនៅក្នុងពេលនេះគូឈិនយ៉ាងហើយនឹងអ្នកដទៃទៀតគឺសុទ្ធតែបានយល់ពីអ្វីក្រោយពេលសំទុះគឺសុទ្ធតែបានយល់ពីអ្វីមួយយ៉ាងក្រោយពេលដែលបានមើលឃើញនៅកែភ្នែករបស់សុនអឺពួកគេបានងក់ក្បាលដោយស្ងាត់ៗហើយនឹងមិនបាននិយាយអ្វីដែលជាការរំខានដល់សៀវយានទៀតឡើយភាពស្ងប់ស្ងាត់នេះបានបន្តអស់រយៈពេលជាង10នាទីគូឈិនយ៉ាងហើយនឹងអ្នកដទៃទៀតគឺបំរុងនឹងធ្វើការស្វែងរកបន្តទៀតទៅហើយនោះស្រាប់តែកែវភ្នែកដែលបានបិទយ៉ាងជិតរបស់សៀវយានគឺបានបើកឡើងបាតដៃរបស់គេបានទះទៅខាងក្រោមដីមួយរំពេចហើយភ្លាមនោះភ្នំមួយដែលនៅពីចម្ងាយក៏បានផ្ទុះឡើងភ្លាមមានកំអែលភ្នំភ្លើងបានផ្ទុះចេញមកដោយបាននាំយកមកជាមួយនៅរាងកាយរបស់មនុស្សម្នាក់ដែលកំពុងតែមានរូបរាងយ៉ាងវេទនាជាទីបំផុតគូយ៉ាងទឹកមុខរបស់សុនអឺហើយនិងអ្នកដទៃទៀតបានប្រែទៅជាត្រជាក់ដូចជាទឹកកកក្នុងខណៈពេលដែលពួកគេសម្លឹងមើលទៅកាន់រាងកាយមនុស្សដែលបានលាក់ខ្លួននៅក្នុងកំអែលភ្នំភ្លើងនោះកងទ័ពពណ៌ខ្មៅចាប់ខ្លួនគេភ្លាមសម្រាប់ដល់ត្រជាក់របស់សុនអឺគឺបានបន្លឺឡើងភ្លាមក្រោយពេលដែលរាងកាយរបស់មនុស្សម្នាក់នោះបានខ្ទាតចេញមកពីក្នុងដីសំណាញ់បង្ខាំងវិញ្ញាណមានរាងកាយរបស់មនុស្សជាច្រើនបានសម្រុកចុះមកពីលើមេឃក្រោយពេលដែលសម្រេចរបស់សុនអឺបានបន្លឺឡើងមានការស្រែកចេញទៅដំណើរគ្នាមួយមុនពេលដែលមានកម្លាំងធាតុដ៏ខ្លាំងបានបង្រួមខ្លួនទៅជាសំណាញ់នៃកម្លាំងធាតុដែលនៅលើមេឃនៅទីបំផុតវាបានគ្របទៅលើរាងកាយមួយនោះនៅគ្រប់ទិសដៅទាំងអស់សំណាញ់ដ៏ធំគឺមានការប្រែប្រួលនៃធម៌ពលដ៏ពិសេសបើសិនជាមាននរណាម្នាក់ត្រូវចាប់ខ្លួនបាននៅក្នុងសំណាញ់មួយនោះហើយគេប្រកាសជាត្រូវធ្លាក់ចូលទៅក្នុងដៃរបស់កងទ័ពពណ៌ខ្មៅដោយមិនអាចនឹងរត់គេចខ្លួនបានទៀតនោះទេបំផ្ទុះមើលទៅរាងកាយរបស់មនុស្សម្នាក់នោះហាក់ដូចជាគ្មានការព្រួយបារម្ភឡើយនៅចំពោះមុខសំណាញ់ដ៏ធំមួយនេះដៃរបស់គេបានបង្កើតទៅជារង្វង់វេទមន្តមុនពេលដែលមានខ្យល់កំណាចមួយចំនួនបានបាញ់ចេញទៅធម៌ពលខ្យល់ទាំងអស់នោះបានបាញ់ចេញទៅជាបន្តបន្ទាប់ទៅកាន់ផ្នែកជាច្រើននៅលើសំណាញ់ភ្លាមបន្ទាប់ពីនោះធម៌ពលខ្យល់របស់គេពិតជាបានបង្ខំឲ្យសំណាញ់ដ៏ធំត្រូវខ្ទាតថយទៅក្រោយវិញមែនបន្ទាប់មកគេក៏បានប្រញាប់ងើបមកឡើងហើយសម្លឹងមើលទៅកាន់ផ្ទៃមេឃដែលនៅពីចម្ងាយរាងកាយរបស់គេបានកម្រើកហើយល្បឿនរបស់គេក៏បានបង្កើនឡើងយ៉ាងលឿនក្នុងខណៈពេលដែលគេបានប្រញាប់ហោះតម្រង់ទៅកាន់ផ្ទៃមេឃដែលនៅទីនោះគ្មានប្រយោជន៍ទេគេពិតជាបានស្គាល់យ៉ាងច្បាស់នៅសំណាញ់បង្ខាំងវិញ្ញាណរបស់កងទ័ពពណ៌ខ្មៅហើយដូច្នេះហើយការវាយប្រហាររបស់គេគឺបានដាក់គោលដៅទៅលើចំណុចដែលខ្សោយបំផុតរបស់សំណាញ់ទឹកមុខរបស់គូឈិនយ៉ាងគឺបានធ្លាក់ចុះក្រោយពេលដែលគេមើលឃើញនៅសំណាញ់កម្លាំងធាតុដ៏ធំដែលត្រូវបានដាច់រហែកបែបនោះគូយ៉ាងអាចជន់ក្បត់
ក្នុងគណៈពេលដែលគូយ៉ាងបានប្រញាប់ហោះទៅកាន់ផ្ទៃមេឃដែលនៅពីចម្ងាយក្រុមព្រឹទ្ធាចារ្យទាំង3នាក់របស់គូតៅក៏បានមើលឃើញនូវសកម្មភាពរបស់គេផងដែរទឹកមុខរបស់ពួកគេក៏បានប្រែទៅជាត្រជាក់ភ្លាមទោះបីជាយ៉ាងណាក៏ដោយមុនពេលដែលពួកគេអាចចាប់ផ្ដើមធ្វើការវាយប្រហារបានស្រាប់តែមហាទេពបិសាចចំនួន3រូបក្នុងចំណោម4រូបរបស់គ្រួសារត្រកូលគូបានមកបង្ហាញខ្លួននៅចំពោះមុខគេក្នុងរូបភាពដូចជាប្រលឹងខ្មោចមនុស្សម្នាក់ចុងក្រោយបានប្រើដៃបង្កើតទៅជារង្វង់វិជ្ជមុនពេលដែលមានពន្លឺពណ៌ខ្មៅដែលមានទំហំ 1000 ហ្វីតបានផ្ទុះចេញពីបាតដៃរបស់គេហើយបាញ់មួយទំហឹងទៅលើរបាំងការពារពន្លឺថាមពលដ៏គួរឲ្យខ្លាចរបស់គេនោះគឺបានធ្វើរបាំងការពារមានស្នាមប្រេះបង្ហាញខ្លួនឡើងកុំឲ្យគេរត់រួចឲ្យសោះផ្ទៃមេឃទាំងមូលកំពុងតែមានភាពជ្រុលច្របល់យ៉ាងខ្លាំងបើទោះបីជាគ្រួសារត្រកូលគូមានអ្នកខ្លាំងជាច្រើនក៏ដោយប៉ុន្តែពួកអ្នកខ្លាំងទាំងអស់នោះគឺពិតជាមិនអាចចាក់ចេញពីទីតាំងដែលខ្លួនកំពុងតែឈរនៅលើក្បួនដើម្បីការពារទៅនឹងគ្រួសារត្រកូលហ៊ុននោះទេទោះបីជាយ៉ាងណាក៏ដោយអ្នកដែលជាយុវជនចំនួនក្រោយទាំងអស់គឺនៅតែអាចធ្វើសកម្មភាពបានសុនអឺគឺជាមនុស្សដំបូងបំផុតដែលបានបំលាស់ទីចេញទៅក្រោយពេលដែលសម្រេចរបស់នាងបានមិនលើឡើងគូឈិនយ៉ាងហើយអ្នកដទៃទៀតក៏បានប្រញាប់ទៅតាមពីក្រោយផងដែរពួកយើងគួរតែធ្វើសកម្មភាពដែរទៅហួរស្វាន់ដែលនៅលើវេទិកាថ្មបាននិយាយឡើងក្រោយពេលដែលគេមើលឃើញនៅរូបភាពមួយនេះរាងកាយរបស់គេបានកម្រើកយ៉ាងលឿនហើយស្លាបភ្លើងដ៏ធំដែលនៅពីលើខ្នងរបស់គេក៏បានត្រដាងឡើងរាងកាយរបស់គេបានប្រញាប់ហោះសម្រុកឡើងទៅលើមេឃមុនពេលដែលហួរយ៉ាហើយអ្នកខ្លាំងរបស់គ្រួសារត្រកូលយានមួយចំនួនទៀតបានចាប់ផ្ដើមធ្វើការវាយប្រហារព្រមគ្នាផងដែរលបងលៃតុងតើពួកយើងគួរតែធ្វើយ៉ាងម៉េចទៅយុវជនចំនួនក្រោយរបស់គ្រួសារត្រកូលលៃក៏កំពុងតែភាំងស្មារតីផងដែរទៅនឹងសមរភូមិដ៏ធំនេះលៃយុនមានការស្ទាក់ស្ទើរបន្តិចមុនពេលដែលគេបានសួរឡើងពួកឯងទាំងអស់គ្នាគួរតែនៅទីនេះហើយយើងនឹងចូលទៅប្រយុទ្ធតែម្នាក់ឯងលៃតុងបានជ្រុញចិញ្ចើមយ៉ាងខ្លាំងក្នុងខណៈពេលដែលគេបានបញ្ចេញសម្រែកឡើងមានពន្លឺពណ៌ទឹកប្រាក់បានជះពន្លឺឡើងនៅលើរាងកាយរបស់គេបន្ទាប់មកគេក៏បានហោះសម្រុកចេញទៅសមាជិករបស់គ្រួសារត្រកូលលៃផ្សេងទៀតគឺមិនអាចធ្វើអ្វីបានក្រៅពីងក់ក្បាលក្រោយពេលដែលបានមើលឃើញបែបនោះព្រោះបើតាមធម៌ពលរបស់ពួកគេអ្នកទាំងអស់នោះប្រកាសជាមានរបួសយ៉ាងធ្ងន់ជាមិនខានបើសិនជាគូយ៉ាងប៉ះត្រូវពួកគេតែបន្តិចនោះអញ្ចឹងហើយរឿងនេះវានឹងខ្លាចទៅជាបន្ទុកសម្រាប់អ្នកដទៃទៅវិញទេរាងកាយដែលបានហោះឡើងទៅលើមេឃនោះគឺបានសម្រុកទៅកាន់ស្នាមប្រេះដែលបានធ្វើឲ្យរហែកឡើងដោយមហាទេពបិសាចម្នាក់ក្នុងចំណោម4នាក់របស់គ្រួសារត្រកូលហ៊ុនដែលមានឈ្មោះហៅថាហ៊ុនយានទោះបីជាយ៉ាងណាក៏ដោយនៅពេលដែលគេនៅចម្ងាយ 1000 ម៉ែត្រពីស្នាមប្រេះនោះស្រាប់តែមានថាមពលខ្យល់ដ៏មុតស្រួចជាច្រើនបានកើតមានឡើងនៅពីក្រោយខ្នងរបស់គេពួកវាបានហោះទៅមុខដោយបានសំដៅទៅកាន់ចំណុចគ្រោះថ្នាក់បំផុតដែលនៅលើរាងកាយរបស់គូយ៉ាងហើយនៅក្នុងគណៈពេលនោះដែរគេអាចធ្វើបានត្រឹមតែបញ្ឈប់ដំណើររបស់ខ្លួនឯងមុនពេលដែលគេបានក្រវិសដៃឲ្យឡើងប៉ុណ្ណោះថាមពលខ្យល់មួយចំនួនគឺត្រូវបានធ្វើឲ្យរលាយបាត់ទៅវិញប៉ុន្តែភ្លាមនោះក្រុមរបស់ស៊ុនអឺក៏បានមកដល់ហើយក៏បានធ្វើការឡោមព័ទ្ធនៅជុំវិញគេបាត់ទៅហើយព្រឹទ្ធាចារ្យគូយ៉ាងហើយអ្វីបានជាលោកធ្វើទង្វើក្បត់បែបនេះស៊ុនអឺបានបញ្ចេញសម្រែកឡើងកែភ្នែករបស់នាងគឺបានបង្កប់ទៅដោយកំហឹងក្នុងខណៈពេលដែលនាងសម្លឹងមើលទៅកាន់បរិសុទ្ធវ័យចំណាស់ដែលកំពុងតែមានសភាពយ៉ាងវេទនាតើនាងគិតថាយើងគឺជាគូយ៉ាងពិតប្រាកដបែបបាទបងទៅតើនាងគិតថាយើងគឺជាគូយ៉ាងពិតប្រាកដបែបហ្នឹងឬបរិសុទ្ធវ័យចំណាស់ដែលកំពុងតែស្ថិតនៅក្នុងរូបភាពដ៏អាក្រក់នោះបានបញ្ចេញសំណើចឡើងយ៉ាងចម្លែកដោយមិនដឹងខ្លួនក្រោយពេលដែលគេបានស្ដាប់ឮនៅសំណួររបស់ស៊ុនអឺចន្លោះរវាងសក់ដែលបានបាំងផ្ទៃមុខរបស់គេគឺបានបង្ហាញចេញនៅកែវភ្នែកដែលត្រជាក់មួយគូកែវភ្នែកមួយគូនោះគឺពិតជាខុសគ្នាទាំងស្រុងទៅនឹងរូបភាពកាលពីអតីតក្រុមរបស់ស៊ុនអឺបានបង្រួមកែវភ្នែករបស់ពួកគេហើយនៅក្នុងចិត្តរបស់ពួកគេម្នាក់គឺមានអារម្មណ៍ថារងាញាក់តែម្ដងគូយ៉ាងម្នាក់នេះគឺពិតជាព្រឹត្តិការណ៍របស់គ្រួសារត្រកូលគូមែនហើយបើសិនគេគឺជាជនខ្លាញ់បន្លំអញ្ចឹងមិនបានន័យថារាល់ការសម្ងាត់របស់គ្រួសារត្រកូលគូទាំងអស់ក្នុងកំឡុងពេលជាច្រើនឆ្នាំមកនេះមិនត្រូវបានលេចលឺដល់គ្រួសារត្រកូលហ៊ុនអស់ទៅហើយទេឬប្រាប់ពួកឯងទៅចុះវិញ្ញាណរបស់គូយ៉ាងគឺត្រូវបានបង្ខំឲ្យរួមបញ្ចូលជាមួយនឹងយើងដោយលោកម្ចាស់លេបវិញ្ញាណតាំងពី100ឆ្នាំមុនមកម្លេះយើងបានរស់នៅដាច់ដោយឡែកក្នុងកំឡុងពេលជាច្រើនឆ្នាំមកនេះដោយមិនហ៊ានបង្ហាញខ្លួននៅចំពោះមុខគូយួនហើយនៅអ្នកដទៃនោះទេ
សំណាងហើយដែលយើងអាចរងចាំរហូតបានមកដល់ថ្ងៃនេះគូយ៉ាងបានបញ្ចេញសំណើចយ៉ាងចម្លែករាងកាយរបស់គេបានបំលាស់ទីថយទៅក្រោយមុនពេលដែលពាក្យសម្ដីរបស់គេបានបន្លឺឡើងស្របពេលជាមួយគ្នានោះផងដែរកាមេរ៉ាស្មីនៃកម្លាំងធាតុជាច្រើនក៏បានបាញ់ចេញពីបាតដៃនៃក្រុមរបស់ស៊ុនអឺពួកវាបានហោះទម្លុះលំហអាកាសដោយបានសម្រុកចូលទៅរកគូយ៉ាងក្នុងល្បឿនយ៉ាងលឿនជាទីបំផុតត្រឹមតែក្មេងមួយក្រុមសោះពួកឯងចង់រារាំងយើងផងឬគូយ៉ាងបានបញ្ចេញសំណើចយ៉ាងខ្លាំងភ្លាមនោះដែរបាតដៃរបស់គេក៏បានទះចុះទៅក្រោមមួយទំហឹងមុនពេលដែលលំហអាកាសបានប្រែទៅជាខូចទ្រង់ទ្រាយមួយរំពេចលំហអាកាសដែលនៅនឹងថ្កល់នោះគឺបានរារាំងនៅកាមេរ៉ាស្មីនៃកម្លាំងធាតុជាច្រើនបាទសូមអរគុណអញ្ចឹងយើងសូមស្លេះត្រឹមប៉ុណ្ណេះសិនរងចាំជួបគ្នានៅភាគបន្ទាប់បាទសម្រាប់ថ្ងៃនេះមេប៉ាក់សូម